ការធ្វើពិធីដាក់ទំនាយឬក៏ធ្វើពិធីការផ្សេងនៅក្នុងការដូចថាចង់ឲ្យភាគីមួយអន្តរាយវិនាសសាបសូន្យដោយសារតែកិច្ចដោយសារតែការដាក់ទំនាយនោះថាតើរឿងនេះវាអាចត្រូវគេពិតប្រាកដឬរឿងការដាក់ទំនាយឬការធ្វើពិធីនេះចំពោះព្រះពុទ្ធសាសនាវិញតើលោករាប់ថាយ៉ាងណាដែរថាជាអំពើគួរគប្បីនឹងធ្វើឬក៏មិនគួរគប្បីយើងខ្ញុំប្រកាសណានឹងបកស្រាយទាំងពីរទៅតាមផ្លូវសច្ចៈខាងក្នុងនិងតាមផ្លូវព្រះពុទ្ធសាសនារបស់យើងព្រោះឥឡូវនេះគឺថាយើងដឹងហើយថាដោយសារតែយើងមានបញ្ហាជាមួយនឹងខាងភាគីប្រទេសប្រចាំមិត្តចិត្តខាងរបស់យើងហ្នឹងដែលរកគួនធ្វើបាបយើងណាគេហៅថាទន្ទ្រាននឹងចង់បានទឹកដីរបស់យើងជាមួនលើតំបន់លើអញ្ចឹងទៅក៏បងប្អូនខ្លះលោកមិនសុខចិត្តទេហើយដែលហើយទៅដែលដឹងថានេះវាស្ថិតនៅក្នុងលក្ខណៈនៃវិបាករបស់កម្មមួយលើដែរក៏ប៉ុន្តែក៏នៅតែព្យាយាមធ្វើយ៉ាងណារក្សាការពារដែនអធិបតេយ្យភាពឬបូរណភាពទឹកដីរបស់យើងគឺត្រូវហើយរឿងនេះគឺការពិតនឹងឲ្យទោះស្ថិតនៅក្នុងកលៈទេសៈណាក៏ដោយយើងមិនអាចចោលទឹកដីរបស់យើងបានទេនេះគឺជាការដែលយើងគួរគប្បីនឹងលើកយកមកនិយាយផងហើយក៏គួរគប្បីនឹងចូលរួមគិតដែរទាំងអស់គ្នានៅក្នុងហ្នឹងណាប៉ុន្តែមិនមែនគិតឲ្យជាប់គិតឲ្យឈឺចាប់គិតឲ្យកើតទុកទេគឺថាគិតយ៉ាងណាឲ្យត្រូវទៅតាមលក្ខខណ្ឌរបស់សច្ចៈគឺសេចក្តីពិតគឺថាអ្វីសុទ្ធតែវាមិនទៀងជាទុក្ខហើយក៏ជាអនត្តាបើព្យាយាមហើយធ្វើហើយគិតហើយរមែងនឹងមិនបានសម្រេចក៏យើងត្រូវទទួលព្រមយកការពិតនោះតែយើងត្រូវឈរលើសច្ចៈមួយតាមរយៈផ្លូវខាងក្នុងថាបើមនុស្សល្អធ្វើល្អនឹងមានទេវតាថែរក្សាបើមនុស្សពិតធ្វើល្អពិតមានសច្ចៈពិតអ្នកនោះនឹងទទួលការជ្រុំជ្រែងពីហ្នឹងហើយខ្មោចពេកបិសាចអរុគរៈទេវតានឹងគ្រប់ជាន់គ្រប់ថ្នាក់ដូចជាក់ស្ដែងប្រទេសនគររបស់យើងអញ្ចឹងបើកាលណាប្រទេសយើងជាប្រទេសដែលមានសច្ចៈពិតទឹកដីរបស់យើងគឺទឹកដីពិតតាំងពីបុរាណមកអញ្ចឹងជន់ចោលឈ្លានពានប្រចាមិត្តណាដែលមានចិត្តមាចិត្តបាបចង់ទន្ទ្រានចង់គេហៅថាយកទាំងស្រស់គឺមិនបានទេណាគឺថាយើងក៏មិនព្រមទេវតាទាំងឡាយដែលលោកមានរិទ្ធម្ចាស់ទឹកម្ចាស់ដីក៏លោកមិនព្រមលោកត្រូវតែជួយជ្រោមជ្រែងក្នុងកិច្ចការងារនោះដើម្បីធ្វើយ៉ាងណារក្សានៅអ្វីដែរជាគេដំណើរជាទឹកដីរបស់នគរមួយរបស់ជាតិសាសន៍មួយហើយយើងដឹងថានគររបស់យើងជាតិសាសន៍យើងនេះខុសពីគេត្រង់ថាជាទឹកដីដែលមានបារមីជាទឹកដីកើតដោយអំណាចបារមីទឹកដីណាខ្ញុំអត់ដឹងទេនេះខ្ញុំនិយាយទៅទឹកដីខ្មែររបស់យើងទេបងប្អូនត្រូវតែទទួលព្រមនៅការពិតនេះបើសិនជាបងប្អូនជាអ្នកដែលលោករៀនខាងព្រះពុទ្ធសាសនាក៏ដោយជាអ្នកដែលមានចំណេះដឹងក្នុងរឿងហ្នឹងយ៉ាងច្បាស់យ៉ាងណាក៏ដោយក៏ត្រូវតែទទួលយកការពិតមួយត្រង់ថាប្រទេសយើងនគរយើងជាទឹកដីមានបារមីពិតដោយសារតែជាទឹកដីដែរប្រកបទៅដោយភាពបច្ចៈជុំទាំងធម្មជាតិព្រៃឈើទាំងគេហៅថាទឹកដីដែលសម្បូរទៅដោយរ៉ែធនធានធម្មជាតិគ្រប់សពបែបយ៉ាងគឺល្អវិសេសវិសាលទាំងធម្មជាតិរុក្ខជាតិណាទឹកដីរបស់យើងគឺថាមិនសូវមានភាពអន្តរាយណាកើតឡើងដូចជាប្រទេសជិតខាងទេធ្ងន់ធ្ងរទេបើយើងមើលទៅតាមផ្នែកមួយរបស់ពុទ្ធអាវាទឬក៏ពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធមិនថាតែមនុស្សក៏ដោយដែលមានបុណ្យបារមីមិនថាប្រទេសមួយក៏ដោយដែលមានបុណ្យបារមីប្រទេសនោះតែងតែទទួលនៅសេចក្តីសុខទទួលនៅសេចក្តីស្ងប់ហើយប្រទេសនោះតែងតែមានភាពរីកលូតលាស់និងជានិច្ចល្អវិសេសខ្លាំងប៉ុន្តែមនុស្សមានបុណ្យប្រទេសមានបុណ្យមនុស្សបើយើងនិយាយពីមនុស្សវិញមានបុណ្យយ៉ាងណាក៏ដោយក៏រមែងអស់បុណ្យទៅវិញមានបុណ្យយ៉ាងណាក៏រមែងនឹងមានបាបរបស់ខ្លួនជាទីបំផុតដែរព្រោះមនុស្សយើងបុណ្យក៏មានបាបក៏មានអញ្ចឹងបើកាលណាសោយបុណ្យអស់ក៏សោយបាបមកវិញឬក៏ពេលខ្លះបុណ្យយើងមានប៉ុន្តែវាមានបាបជ្រៀតចូលមកឬវាមានពេលវេលាដែលយើងត្រូវសោយកម្មវិញក៏មានដែរប៉ុន្តែយ៉ាងណាមនុស្សដែលរក្សានៅក្នុងផ្លូវសច្ចៈផ្លូវបុណ្យពិតប្រាកដទោះគេជួបរឿងអន្តរាយជួបរឿងវិបាកយ៉ាងណាតែចុងក្រោយគឺគេនៅតែមានភាពរីកចម្រើនលូតលាស់មកវិញមិនសយត់ទេ
ចឹងទឹកដីនគររបស់យើងក៏ដោយទោះបីជាយើងទទួលរងរឿងរ៉ាវយ៉ាងណាពីបុរាណមកណាថាតែពីចំនួនដើមមកដល់ប៉ុណ្នេះនៅសល់ទឹកដីប៉ុណ្ណឹងបងប្អូនទាំងអស់គ្នាត្រូវដឹងគុណចំពោះដូនតារបស់យើងហើយមិនអាចបន្ទោសថាមកពីជឿបារមីបានអស់ទឹកអស់ដីទេមិនមែនជាការពិតទេគឺថាក្នុងការរក្សាទឹកដីមួយគឺប្រជាជាតិដូនតាយើងគឺថាខិតខំទាំងកម្លាំងកាយកម្លាំងចិត្តទាំងញើសទាំងឈាមទាំងសាច់បូជាដោយបងកងទ័ពអញ្ចឹងណាបានធ្វើការពលីច្រើនមែនទែនសម្រាប់ទឹកដីនគរនេះនឹងការពារយើងគ្រប់គ្នាទាំងអស់នៅក្នុងរឿងដែលយើងបានមើលឃើញជាក់ស្ដែងថាចំនួនមុនក្រែងថាយើងកើតមិនទាន់អត់ដឹងថាពេលដែលមានសង្គ្រាមនឹងត្រូវមានកងទ័ពបងប្អូនឬក៏បងទាហាននឹងគាត់ពលីជីវិតយ៉ាងណាប៉ុន្តែពេលនេះឃើញនឹងមុខស្រស់តែម្ដងអញ្ចឹងអាចទទួលព្រមគិតនៅក្នុងរឿងហ្នឹងมันអាចបន្ទោសអ្នកណាបានទេណាហើយបើយើងថាអង្គុយតែបន្ទោសទៅលើអ្នកនេះអ្នកនោះយ៉ាងនេះយ៉ាងនោះក៏អត់បានដែរអញ្ចឹងហេតុរបស់ការពិតខ្ញុំបកណាគ្រាន់តែរំលឹកថាទឹកដីយើងជាទឹកដីមានបុណ្យបារមីជាទឹកដីដែរខុសពីទឹកដីដទៃដែលកើតដោយអំណាចបុណ្យដោយសារតែដូនតារបស់យើងពីមុនជាពូជអ្នកសច្ចៈជាពូជអ្នកសច្ចាំងអញ្ចឹងអ្វីកើតដោយភាពសច្ចៈកើតដោយអំណាចនៃបារមីពិតដែលធ្វើឲ្យទឹកដីរបស់យើងដោះឡើងគឺថាមានភាពត្រជាក់ត្រជុំខ្សែមខ្សានរុងរឿងវិសេសក្រៃលែងដែលយើងបានដឹងថាមានមេដានេះបិតានេះជាអ្នកបង្កើតទឹកដីនេះឡើងនៅអ្នកដែលគាត់សិក្សាតាមប្រវត្តិសាស្ត្រខាងក្រៅក៏គាត់អាចដឹងរឿងនៅខ្លះអ្នកដែលគាត់ស្វែងយល់ពីផ្លូវសច្ចៈខាងក្នុងឬអាចកំបាំងខាងក្នុងឬអាចកំបាំងដូនតាក៏គាត់អាចដឹងពីរឿងនឹងដែរថាពិតប្រាកដណាស់ថាទឹកដីនេះគឺមានការចូលរួមពីទេវតាការចូលរួមពីអំណាចនៃភាពសច្ចៈនិងបុណ្យបារមីរបស់មនុស្សសលោកយើងហ្នឹងណាដែលជាដូនតាដើមរបស់យើងពិតមែនអញ្ចឹងបើកាលណាគេមកប៉ះពៀគេមកធ្វើអីយើងក៏ដោយបើកាលណាអំណាចកម្មរបស់យើងមានយើងអាចនឹងសោយផលកម្មនោះប៉ុន្តែបើអំណាចកម្មរបស់យើងទៅអស់ឬក៏នគរយើងត្រូវអស់កម្មហើយញៀនទាំងឡាយដូនតាទាំងឡាយដែលលោកបានរួចផុតពីចំណងហើយចាប់ពីថ្ងៃ9ខែ9មកអញ្ចឹងទោះយើងមិនធ្វើពិធីដាក់ទំនាយមិនធ្វើពិធីស្អីបំផ្លាញអ្នកណាឬក៏ចង់និយាយថាធ្វើអ្វីមួយដែលមានអនុភាពញ៉ាំងឲ្យគូសត្រូវរបស់យើងវិនិច្ឆ័យក៏គេត្រូវតែវិនិច្ឆ័យឯងក៏ត្រូវតែចាញ់ឯងគឺចាញ់កម្លាំងសច្ចៈរបស់ធម្មជាតិឬព្រះម៉ែធម្មជាតិឬព្រះម៉ែគុំគៀននឹងប្រម៉ែធរណីដែលខ្ញុំបាននិយាយរឿយអញ្ចឹងថាតុលាការធម្មជាតិជាអ្នកកាត់ក្តីត្រង់កន្លែងដែលសួរថាតើការដាក់ទំនាយដាក់បណ្ដាសាធ្វើពិធីការមានការអាកងណាឬក៏ការសម្លាប់សត្វយ៉ាងសាហាវខូខើបែបហ្នឹងថាតើបានជាប្រយោជន៍អត់ហើយក៏ត្រឹមត្រូវដែរឬទេតើគេខាងភាគីមួយខាងទេគេអាចនឹងវិនិច្ឆ័យដែរអត់នៅពេលដែលយើងធ្វើអញ្ចឹងគេក៏អាចនឹងវិនិច្ឆ័យយើងខ្លួនឯងជាអ្នកធ្វើនឹងក៏នឹងវិនិច្ឆ័យដែរប៉ុន្តែវិនិច្ឆ័យតែបុគ្គលដែលគេអ្នកធ្វើនឹងទេអ្នកណាមានគំនិតក្នុងការធ្វើអញ្ចឹងគឺវិនិច្ឆ័យដោយខ្លួនឯងព្រោះបាបបុគ្គលជាអ្នកធ្វើខ្លួនឯងគិតឃើញខ្លួនឯងតែគ្រាន់តែថាបើក្នុងនោះមានការចូលរួមដោយសារការធ្វើរឿងហេតុដោយសេចក្តីខុសហ្នឹងឬមច្ឆាទិដ្ឋិហ្នឹងមានការចូលរួមពីបងប្អូនលើកដំណើរថាត្រូវធ្វើអញ្ចឹងទៅគេគ្រប់គ្រងដល់ភាពការព្យាបាទៈគំនិតក្តៅកាហាយចង់ឈ្នះនឹងគេដែរហ្នឹងវាអាចនឹងកម្មធ្លាក់ដល់យើងដែរដែលយើងចូលរួមជាសមូហគំនិតឬសមូហកម្មហ្នឹងអញ្ចឹងក្នុងការគ្រប់គ្រងអ្វីមួយក៏ដោយបើជារឿងខុសចូលយើងគិតសិនបងប្អូនណាគិតសិនព្រោះក្រែងលោយើងគ្រប់គ្រងគំនិតគេធ្វើនៅរឿងខុសហ្នឹងវាអាចមានពៀវរាមកដល់យើងវិញដែរហើយការធ្វើពិធីដាក់ទំនាយហ្នឹងអាចគេក៏វិនិច្ឆ័យយើងក៏វិនិច្ឆ័យដែរវិនិច្ឆ័យតែវិនិច្ឆ័យបុគ្គលជាអ្នកធ្វើទេព្រោះបើតាមព្រះពុទ្ធសាសនាគឺរឿងអស់នេះវាជាអំពើបាបយើងមិនអាចយកជីវិតគេយកឈាមរបស់គេយកទៅដើម្បីជាភាពស័ក្តិសិទ្ធិណាយកទៅដើម្បីញ៉ាំងបំផ្លាញតែអ្នកដទៃទេមានន័យថាយើងសម្លាប់គេដើម្បីជាឈ្នន់ទៅចាត់ការបុគ្គលដទៃអញ្ចឹងវាបាបត្រួតលើបាបទៅហើយបើតាមផ្លូវសច្ចៈខាងក្នុងក៏មិនត្រឹមត្រូវទៀតព្រោះការយកជីវិតគេទៅធ្វើកម្មវិធីយ៉ាញ់បែបនេះគឺអត់ត្រឹមត្រូវទេជីវិតសត្វព្រោះផ្លូវសច្ចៈផ្លូវបារមីគឺកាន់យករក្សានៅ
គេហៅថាឧបោសថឬហៅថារក្សានៅសេចក្តីបរិសុទ្ធគឺសិលចាប់ពីសិល5ឡើងទៅបារមីទេវតាគេមានសិលរបស់គេខ្មោចព្រាយបិសាចក៏គេមានការរក្សាសិលដែរអញ្ចឹងចំនួននៃការដោះឡើងនៃធម្មជាតិនិងយុគ9នៃផែនដីសកលលោកដែលទឹកដីនគររបស់យើងកំពុងតែកក្រើកឡើងហើយមានរឿងហេតុភេទផ្សេងហ្នឹងគឺជាសម័យនៃទេវតាសមាទិដ្ឋិនិងអរុក្ខរៈទេវតាសមាទិដ្ឋិអរុក្ខរៈអ្នកតាសច្ចៈសច្ចੰកំបាំងបុត្រដែលលោកមានសិលពិតប្រាកដជាអ្នកមកលើកស្ទួយជាអ្នកមកលើកដំកើងជាអ្នកដែលបំផុសនៅគេហៅថារិទ្ធបារមីឲ្យមានកម្លាំងញ៉ាំងនៅទឹកដីនគរយើងឲ្យបានរុងរឿងមកវិញมันអាចយកអំពើបាបយកការសម្លាប់ឬក៏ការចងពៀវេរានឹងយកមកដើម្បីជាការឲ្យខ្លួនឯងឈ្នះគេហើយរុងរឿងដោយសារអំពើយ៉ាងនឹងនោះទេបងប្អូនណាទោះបីជាយើងមិនដាក់ទំនាយគេក៏ដោយក៏គេនៅតែវិនិច្ឆ័យព្រោះកម្មសងដោយកម្មឈាមសងដោយឈាមលុយសងដោយលុយចម្ពាក់លុយសងលុយចម្ពាក់ឈាមសងឈាមចម្ពាក់កម្មគឺសងកម្មគឺអត់អាចគេចរួចទេនេះគឺជាការពិតអញ្ចឹងទោះបីជាយើងអត់ធ្វើអីគេក៏គេនឹងវិនិច្ឆ័យខ្លួនគេដែរមិនថាបុគ្គលណាក៏ដោយគេធ្វើបាបយើងគេចងពៀនឹងយើងណាគេព្យាយាមធ្វើបាបមកលើយើងគឺគេនឹងវិនិច្ឆ័យទៅដល់អំពើបាបរបស់គេនោះទៅវិញតួយើងដាក់ទំនាយគេក្តីមិនដាក់ទំនាយគេក្តីក៏គេនៅតែអន្តរាយប៉ុន្តែបើសិនជាយើងដាក់ទំនាយគេទៀតទំនាយហ្នឹងក៏អាចនឹងក្លាយជាទំនាយដែលគេត្រូវវិនិច្ឆ័យដោយសារតែមាត់របស់យើងតែពីវេរាដែលគេបានដឹងថាគេនឹងអន្តរាយដោយសារទំនាយរបស់យើងណាគេនឹងអាចដាក់ទំនាយយើងមកវិញអញ្ចឹងហ៎បងអញ្ចឹងបងប្អូនទាំងអស់គ្នាបញ្ញាទាំងអស់ត្រូវយល់កន្លែងហ្នឹងណាបើសិនជាបុគ្គលនឹងដឹងថាយើងដាក់ទំនាយគេហើយគេវិនិច្ឆ័យដោយសារទំនាយយើងគេនឹងដាក់យើងមកវិញអញ្ចឹងបើយើងមានក្រសែកម្មតាក់ទងជាមួយគេគឺគេដាក់យើងត្រូវវិញនឹងឯងអញ្ចឹងមានតែការដាក់ទៅដាក់មកនឹងអត់ឈប់អត់ឈរទេអញ្ចឹងគេហៅថាការចងពៀគ្នាអញ្ចឹងរឿងនេះណាមិនមែនគប្បីនឹងធ្វើទេគឺមិនគប្បីធ្វើមិនគប្បីធ្វើហើយគួរតែវាងចាកมันអាចធ្វើជាគេហៅថាតល័យកក្នុងការដើម្បីចង់ឈ្នះគេចង់ឲ្យគេវិនិច្ឆ័យអន្តរាយហើយយករឿងហ្នឹងយកមកធ្វើដើម្បីយកមុខខ្លួនឯងថាប្រទេសចិត្តខាងវិនិច្ឆ័យដោយសារតែស្នាដៃរបស់យើងណានឹងឲ្យយើងសម្លាប់មន់សម្លាប់ទេពីឃាតសัตว์ក្នុងការបូជាចាញ់ធ្វើពិធីយ៉ាងនេះបានជាគេវិនិច្ឆ័យកន្លែងនេះបងប្អូនត្រូវដឹងថាការវិនិច្ឆ័យទៅនៃប្រទេសមួយនៃនគរមួយគឺដោយសារតែកម្លាំងនៃសច្ចៈរបស់ធម្មជាតិគឺតុលាការប្រម៉ែធរណីប្រម៉ែគុំគាព្រះគីព្រះពាយនិងទំនាយដែលត្រូវដល់មិនមែនលើមាត់បុគ្គលណាមិនមែនទៅលើពិធីការអ្នកណាមកធ្វើយ៉ាញ់សម្លាប់ជីវិតគេយ៉ាងនេះយ៉ាងនោះបំផ្លាញគេទេបងប្អូនត្រូវបែងចែកឲ្យដាច់ណារវាងបុគ្គលសម្ដែងឬហៅថាតួអង្គសម្ដែងនិងតួអង្គពិតប្រាកដអ្នកដែលសម្ដែងគឺថាព្យាយាមតាក់ទាញចំណាប់អារម្មណ៍ព្យាយាមគេហៅថាប្រើនិស្ស័យជាតួឯកក្នុងការធ្វើឲ្យអ្នកដទៃញ៉ាំងឲ្យឃើញនិងដឹងនៅរឿងដែលខ្លួនកំពុងតែធ្វើនោះនេះគឺជាសេចក្តីពិតនឹងតែម្ដងដែលបងប្អូនត្រូវពិចារណាទាំងអស់គ្នាឥឡូវយើងសាកគិតមើលទៅអ្វីកំពុងតែដើរតាមទំនាយទឹកដីភ្លើងខ្យល់បច្ចាមិត្តយើងគេកាន់តែទន្ទ្រានក៏គេកាន់តែវិនិច្ឆ័យស្រូបដីស្រូបអញ្ចឹងទៅណានឹងអន្តរាយទាំងគ្រោះទឹកចំនួនខ្យល់ព្យុះហើយថាតើយើងទៅសួរថាអ្នកណាមួយដែលធ្វើឲ្យប្រទេសឬទីតំបន់នោះវិនិច្ឆ័យគឺថាស្ថិតនៅលើអំណាចរបស់ច្បាប់កម្មនិងសច្ចធម៌ខាងក្នុងមិនមែនលើបុគ្គលណាទេមិនមែនលើអ្នកណាទេតែវាដល់ពេលវេលាត្រូវតែអញ្ចឹងតែបើមានបុគ្គលដែរគេដឹងហេតុរឿងហ្នឹងថាប្រទេសហ្នឹងនឹងវិនិច្ឆ័យអន្តរាយអញ្ចឹងហើយខំយកអភិធីការទាំងអស់ហ្នឹងយកមកបំភាន់ភ្នែកមហាជនធ្វើឲ្យគេចាប់អារម្មណ៍ធ្វើឲ្យគេនឹងគិតថាដោយសារតែខ្លួនទៅញ៉ាំងស្ដីវិនិច្ឆ័យដល់សត្រូវចិត្តខាងរបស់យើងហ្នឹងអាហ្នឹងគឺជា
រឿងផ្សេងមួយទៀតអញ្ចឹងអ្វីៗគេធ្វើគេសិតតែមានគោលបំណងរបស់គេអញ្ចឹងអ្វីៗសិតតែមានចេតនាមិនមែនអត់ចេតនាចេះតែទៅធ្វើការទេបងប្អូនគេមានចេតនារបស់គេប៉ុន្តែសួរថាបើយើងធ្វើអញ្ចឹងដើម្បីមុខមាត់ដើម្បីឲ្យគេគិតថាខ្លួនយើងខ្លាំងគិតថាខ្លួនយើងនឹងលយល្អតើយើងយកមុខយកមាត់ក្នុងរឿងយ៉ាងហ្នឹងយកមកធ្វើអីបើយើងពោលថាយើងមិនខ្វល់អញមិនខ្វល់ឧទាហរណ៍ណាដើម្បីអញ្ចេះដើម្បីអញ្ចោះអញសុកចិត្តអញ្ចេះសុកចិត្តអញ្ចោះនឹងរឹតតែទៅទៀតហើយណាអញ្ចឹងអ្វីមួយត្រូវធ្វើប្រកបដោយបញ្ញាបើព្រះពុទ្ធសាសនាគឺជាសាសនាប្រកបដោយបញ្ញាដូនតាយើងគឺថាចង់មានរិទ្ធមានដែលជាអំណាចអនុភាពគឺការគោរពការបូជាការបួងសួងណាគឺការរក្សាតម្កល់នូវគុណទៅតាមផ្លូវនៃសាសនារបស់ដូនតារបស់យើងគឺសាសនាព្រលឹងមេបាដែលយើងតែងតែនិយាយថាមានព្រហ្មញ្ញសាសនានៅក្នុងនោះគឺលាយឡំគ្នាមិនមែនព្រហ្មញ្ញសាសនាសុទ្ធទេនៅក្នុងហ្នឹងណាហើយបើចង់ឲ្យមានពុទ្ធិចំណេះដឹងក្នុងការដោះស្រាយបញ្ហាទាំងលោកនេះឲ្យបានល្អប្រសើរនឹងញ៉ាំងពីលោកនេះទៅលោកខាងមុខឲ្យរួចទុកក៏ត្រូវតែអប់រំសិក្សាទៅតាមផ្លូវព្រះពុទ្ធសាសនាបន្ថែមទៀតដើម្បីជាក់ច្បាស់នឹងអញ្ចឹងតាមតែនិស័យតាមតែគំនិតនឹងការពិចារណារបស់យើងយកមួយណាក៏យកមួយនឹងទៅឲ្យទៅរួចខ្លួនណាឲ្យទៅរួចខ្លួនឲ្យតែធ្វើទៅឃើញថាជាប្រយោជន៍តាមផ្លូវកណ្ដាព្រោះយើងអត់ទាន់បានទៅដល់និព្វានអត់ទាន់ទៅដល់ទីរំលត់ទុកណាទេគឺយើងនៅមានរូបកាយសម្បកសាច់ឈាមនៅមានកូនចៅចំនួនក្រោយនៅមានយត្តរបស់យើងច្រើនណាស់ដែលគេមិនស្វន់សន្សំបារមីបញ្ញាគ្រប់មិនទាន់សន្សំបារមីឲ្យទៀតគ្រប់អញ្ចឹងរបៀបនៃការរស់នៅតាមនិស័យនិងបែបផែនខុសគ្នាហ្នឹងហើយជំនឿមានជំនឿបុគ្គលនិងជំនឿជាសកលអញ្ចឹងជំនឿរបស់ព្រះពុទ្ធសាសនាជាជំនឿសកលព្រោះគេទទួលស្គាល់នឹងឯជំនឿដតីទៀតគឺជាជំនឿបុគ្គលដែលខ្លួនគាត់ធ្វើទៅវាបានអញ្ចឹងហើយខ្លួនគាត់ក៏ធ្វើទៀតណាអាហ្នឹងមិនមែនជាជំនឿសកលទេអញ្ចឹងអ្នកដែលចង់ជឿតាមបុគ្គលហ្នឹងក៏ទៅពិចារណាដែរมันអាចយកជំនឿបុគ្គលហ្នឹងយកមកធ្វើជាជំនឿសកលដោយនៅក្នុងរឿងដែលគាត់សួរថាការធ្វើពិធីដាក់បណ្ដាសាដាក់ទំនាយដោយយកការសម្លាប់ជីវិតសត្វយ៉ាងច្រើនរាប់រយក្បាលនឹងឈាមហូរស្រក់មើលទៅវេទនាណាគេហៅថាពិឃាតទាំងស្រស់ហើយយកមកជាជំនឿសកលយកមកជាគំនិតសកលក្នុងការថាខ្លួនធ្វើអញ្ចឹងត្រូវឬក៏ធ្វើអញ្ចឹងដើម្បីចេះដើម្បីចោះហ្នឹងគឺមិនគប្បីឡើយហើយក៏មិនអាចយកជាការបានដែរបងប្អូនណានៅក្នុងរឿងហ្នឹងអញ្ចឹងបងប្អូនធ្វើយ៉ាងម៉េចដូចខ្ញុំបានប្រាប់អញ្ចឹងថាអ្នកដែលមានបុណ្យបារមីអ្នកណាប៉ះក៏មិនបានដែរប៉ះដៃរលាកដៃប៉ះជើងរលាកជើងប៉ះដៃដាច់ដៃប៉ះជើងដាច់ជើងដោយសារតែប្រទេសរបស់យើងសម្បូរអ្នកមានបុណ្យបារមីជាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនាពិតជាអ្នកស្ដាប់តាមឱវាទរបស់ព្រះពុទ្ធសាសនាគឺញ៉ាំងអនុភាពនិងបុណ្យបារមីឲ្យកើតឡើងការធ្វើទានការរក្សាសិលធ្វើវិបស្សនាសមាធិនិងហើយសតជាការបំពេញបារមីខ្ញុំប្រកាសណាខ្ញុំបាទក៏សូមជម្រាបជូនដំណឹងដល់ពុកម៉ែបងប្អូនពញាតិទីចិត្តទីឆ្ងាយអ្នកដែលបានតាមដាននៅក្នុង Channel បារមីចក្រវាលមហាសាលវគ្គ1វគ្គ2បារមីស្រុកខ្មែរមហានគរនិង Facebook Page ឲ្យបានជ្រាបថាការចូលរួមបំពេញបុណ្យកសាងអាស្រមព្រះស្អាមេត្រីកសាងព្រះបដិមាព្រះស្អាមេត្រីនិងមូលនិធិសម្រាប់បងកងទ័ពយុទ្ធជនជួរមុខក៏នៅតែទទួលឬបន្តទទួលជាដដែលព្រោះការកសាងព្រះស្អាមេត្រីការកសាងអាស្រមព្រះស្អាមេត្រីនឹងបន្តបង្ហើយធ្វើនៅក្នុងឆ្នាំ2025 2026 2027ទើបចប់សពគ្រប់អញ្ចឹងចំណែកនឹងការចូលរួមក្នុងការបំពេញបុណ្យកុសលរបស់បងប្អូនក៏នៅតែបន្តការចូលរួមតាមសទ្ធាជ្រះថ្លាមិនថាតិចក្តីច្រើនក្តីទាំងក្នុងនិងក្រៅប្រទេសទៅតាមសទ្ធានឹងការសន្សំឧបនិស្ស័យបុណ្យរបស់បងប្អូនពញាតិចិត្តឆ្ងាយដោយឡែកផ្សេងទៀតគឺតាក់ទងនឹងមូលនិធិបងកងទ័ពទាំងស្បៀងអាហារក៏យើងត្រូវតែបញ្ជូនទៅជាលើកទី3បន្តទៀតហើយនៅតែបន្តការទទួលនៅបច្ច័យថវិការបស់បងប្អូនសម្រាប់ការជួយជាតិជួយមាតុភូមិជួយដល់បងកងទ័ពសមរភូមិខាងមុខដែលបានពាក់លីឬហៅថាកំពុងតែប្រយុទ្ធច្បាំងនឹងខ្មាំងសត្រូវចឹងក្នុង
ការបំពេញបុណ្យតូចធំទាំងឡាយបុណ្យនានាខ្ញុំបកណាខ្ញុំបាទក៏នៅតែបន្តការទទួលហើយបងប្អូនក៏នៅតែអាចចូលរួមបានតាមរយៈ Facebook Page ដែលខ្ញុំបាទកំពុងតែផុសវីដេអូនេះនិង Channel YouTube មានលេខទូរស័ព្ទមាន QR Code ដែលខ្ញុំបានដាក់ឬអាចតាក់ទងតាមលេខទូរស័ព្ទ077 54 93 54 096 67 46 707 067 35 89 36 នេះជាលេខទូរស័ព្ទទាំង3ខ្សែដែលមាន Telegram បងប្អូនអាចតាក់ទងបានមិនថា call ទំនាក់ទំនងសាកសួរព័ត៌មានបានដូចគ្នាការចូលរួមរបស់ពុកម៉ែមានបងប្អូនក្រៅប្រទេសអាចចូលរួមបានតាមរយៈ Western Union តាមរយៈ MoneyGram តាមរយៈ RIA ឬអាចឆាតតាក់ទងតាមរយៈ Facebook Page និង Telegram បានដែលខ្ញុំបាទនឹងផ្ញើអាសយដ្ឋានជូនសម្រាប់ការផ្ញើបច្ច័យថវិកាក្នុងការចូលរួមបំពេញបុណ្យរួមឧបនិស្ស័យដើម្បីឲ្យឆ្លងផុតគ្រោះភ័យទុក្ខសោកកម្មពៀរទាំងឡាយទាំងពួងដោយជាបងប្អូនបានដឹងហើយថាក្នុងពេលនេះជាពេលវេលាដែលត្រូវសន្សំបុណ្យធ្វើសេចក្តីល្អអំពើល្អដើម្បីឲ្យឆ្លងផុតទុក្ខគ្រោះកាយគ្រោះកម្មមានតែការធ្វើបុណ្យរួមចំណែកបុណ្យការសាងនូវសេចក្តីល្អទេទើបនាំឲ្យយើងបានរួចផុតពីទុក្ខហើយជាបុណ្យដ៏មហាសាលធំធេងប្រមាណរាប់មិនបានក្នុងការចូលរួមការកសាងព្រះស្អាតមេត្រីកសាងអសមព្រះស្អាតមេត្រីការចូលមូលនិធិកងទ័ពនេះសុទ្ធតែជាបុណ្យធំជាបុណ្យដែលក្រៃលែងគួរអនុគ្រោះដល់ការចូលរួមមិនថាសទ្ធាបងប្អូនតិចច្រើនយ៉ាងណាសុទ្ធតែជាបុណ្យដ៏គេហៅថាវិសេសវិសាលដែលអាចកម្ចាត់បងនៅកម្មចាស់កម្មតូចកម្មធំទាំងឡាយឬអាចសម្រាលនៅទុក្ខទោសទាំងឡាយទាំងពួងមានអានិសង្សបុណ្យអាចឈ្នះនៅអមនុស្សណាខ្មាំងសត្រូវព្រមទាំងផ្សាយមេត្តាដល់ម្ចាស់កម្មម្ចាស់ពៀរបស់យើងព្រមទាំងការផ្សាយមេត្តាឲ្យខ្លួនឯងឲ្យឆាប់រួចទុក្ខរួចកម្មរួចពៀវេរាផងដែរហើយសម្រាប់បងប្អូនពញាទាំងអស់ក៏សូមជួយទៅ like page Facebook ថ្មីដែលខ្ញុំបាទបានបង្កើតឡើងឈ្មោះថាបារមីមហានគរបារមីមហានគរជាភាសាខ្មែរព្រមទាំង page មួយទៀតមើលខ្សែបាតដៃតួអង្គបារមីមហានគរខ្មែរសម្រាប់បងប្អូនមើលខ្សែបាតដៃក៏អាចតាក់ទងតាមរយៈ Facebook Page របស់ខ្ញុំបាទបាននិង Page ផ្លូវការបារមីមហានគរដែលមាន logo ពណ៌លឿងអញ្ចឹង Facebook Page តំណាក់តំណងបាន Telegram ក៏តំណាក់តំណងបានសម្រាប់ការមើលខ្សែបាតដៃនឹងហើយតាក់ទងនឹងវាសនាឆាកជីវិតផ្សេងដូចជាការចូលរួមក្នុងការបំពេញបុណ្យដូចគ្នាខ្ញុំបកណាក៏សូមគោរពលាក៏សូមជូនពរព្រមទាំងប្រសិទ្ធពរជ័យដល់បងប្អូនបញ្ញាទូទាំងក្នុងនិងក្រៅប្រទេសទាំងអស់សូមឲ្យបានរួចចាកផុតទុក្ខទោសកម្មពៀរបានបុណ្យកុសលអំណាចអានិសង្សស្មើគ្នារួចផុតពីកម្មពៀរទុក្ខទោសទាំងឡាយទាំងពួងគ្រប់ប្រការសូមអនុមោទនានិងសូមគោរពលាសូមអរគុណនិងសូមអរព្រះគុណ